លោកឆៃកាសែមនីតិសេរីវ័យ77ឆ្នាំអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថៃថ្មីទី32យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មានថៃខូសតបានឲ្យដឹងផងដែរថាបេក្ខជននាយករដ្ឋមន្ត្រីទី3របស់គណៈបកភឿថៃលោកឆៃកាសែមនីតិសេរីបានប្រាប់កម្មវិធីទូរទស្សន៍នៅក្នុងស្រុកផ្សាយនៅព្រឹកថ្ងៃសុក្រថាលោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់ប្រសិនបើវាចាំបាច់សម្រាប់ប្រទេសថៃដែលធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរការលើកឡើងនេះចំពេលមានសម្ពាធកើនឡើងចំពោះនាយករដ្ឋមន្ត្រីថៃលោកស្រីផែនថងឋានស៊ីនវត្រាឲ្យចោះចេញពីតំណែងបន្ទាប់ពីមានរឿងអាស្រូវបែកធ្លាយការសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោហ៊ុនសែននឹងការដាក់សម្ពាធពីបកប្រឆាំងនិងស្ថាប័នជាតិសំខាន់ៗរបស់ប្រទេសថៃលោកឆៃកាសែមនីតិសេរីកើតនៅថ្ងៃទី26ខែសីហាឆ្នាំ1948មានអាយុ77ឆ្នាំគាត់គឺជាអតីតទីប្រឹក្សារបស់អតីតនាយករដ្ឋមន្ត្រីសេដ្ឋាថាវិសិននិងជាប្រធានគណៈកម្មាធិការដឹកនាំយុទ្ធសាស្ត្រនិងតម្រង់ទិសនយោបាយលោកឆៃកាសែមនីតិសេរីធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងយុតិធម៌ក្នុងរដ្ឋបាលរបស់លោកស្រីជីងឡាក់ស៊ីនវត្រានិងបានកាន់តំណែងចន្លោះពីឆ្នាំ2011ដល់ឆ្នាំ2015ជាពេលដែលក្រមយោធាដឹកនាំដោយឧត្តមសេនីយ៍ប្រយុទ្ធច័ន្ទអូចាបានធ្វើការរដ្ឋប្រហារទម្លាក់ហើយប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នលោកឆៃកាសែមនីតិសេរីធ្លាប់ជាទីប្រឹក្សាមជ្ឈមណ្ឌលសម្រាប់ដំណោះស្រាយស្ថានភាពគ្រាអាសន្នក្រោមការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រីជីងឡាក់ស៊ីនវត្រាគាត់ក៏ជាអតីតសមាជិកសភាអតីតអគ្គមេធាវីនិងជាអតីតព្រះរាជអាជ្ញាជាន់ខ្ពស់ទីប្រឹក្សាអគ្គមេធាវីនៅការិយាល័យអគ្គមេធាវី